កន្លែងនេះហើយគឺជាអនុស្សាវរីយ៍សក្តិសង្គ្រាមដល់ល្វីងជួយចត់ជាទីបំផុតតែទូព្រះបង្គំគួរឲ្យសោកស្ដាយមានតបខ្លះត្រូវស្លាប់បាត់បង់ជីវិតនិងមួយចំនួនត្រូវពិការអ្វីគ្រប់យ៉ាងគឺសុទ្ធសឹងតែសង្គ្រាមខ្លាំងជាមួយនឹងខ្មាំងសត្រូវតែប៉ុណ្ណោះក្រាបទូលមេនុនពាក្យចាស់លោកតែងតែនិយាយថាអតីតកាលវាគឺជាស្រមោលបច្ចុប្បន្នកាលគឺជាអនាគតបច្ចុប្បន្នកាលគឺជាការពិតក្តីស្រមៃគឺជាអនាគតទៅថ្ងៃមុខដូច្នោះហើយរឿងដែលកន្លងហួរគឺវាបានហួរអត់ទៅហើយខ្ញុំនៅនឹកស្រណោះណាមេនុនដឹងទេអ្នកដែលពលីជីវិតគឺស្លាប់រាប់មិនអស់អ្នកដែលរងរបួសក៏ច្រើនដែរដូច្នោះហើយសឹកសង្គ្រាមរបស់យើងពេលនេះបានសម្រេចក៏ពិតមែនពេលដែលខ្ញុំធ្វើដំណើរចូលទៅដល់ក្នុងព្រះនគរវិញខ្ញុំនឹងធ្វើជាពិធីមួយដើម្បីរំលឹកទៅដល់ដួងវិញ្ញាណក្ខន្ធអ្នកដែលបានពលីជីវិតនិងអ្នកដែលរងរបួសណាទូព្រះបង្គំអស់ប្រគុណណាស់ក្រាបទូលដែលព្រះជាបុត្រទ្រង់មានព្រះតម្រេះយ៉ាងដូចនេះមេនុនព្រះករុណាថ្លៃផ្សាយតែខ្ញុំនៅតែនឹកចាំនៅក្នុងដួងចិត្តរបស់ខ្ញុំអត់ភ្លេចអ្វីដែលខ្ញុំបានសន្យាជាមួយនឹងនារីម្នាក់តើជាអ្នកណាទៅក្រាបទូលគឺរំដួលអានុនរំដួលមែនហើយខ្ញុំបានសន្យាជាមួយនឹងនាងថាកាលណាដែលខ្ញុំយកជ័យជំនះលើខ្មាំងសត្រូវអស់ហើយអ្នកទី1ដែលខ្ញុំត្រូវឈានជើងទៅជួបគឺរំដួលដូច្នោះហើយប្រហែលជានាងកំពុងតែតន្ទឹងចាំមើលផ្លូវខ្ញុំហើយមិនថ្មីទេបើព្រះជាបុត្រចង់យាងទៅផ្ទះរបស់រំដួលនោះទូព្រះបង្គំនឹងជាងព្រះជាបុត្រទៅក្រាបទូលអរគុណណាស់សូមព្រះជាបុត្រយាងចុះហេតុអីបានជាទីនេះប្រែខុសប្លែកអំពីធម្មតាបែបនេះទៅវិញទឹកចិត្តរបស់ទូព្រះបង្គំក៏មានការងឿឆ្ងល់ដែរកន្លែងនេះហើយគឺជាផ្ទះរបស់រំដួលមែនចុះហេតុអ្វីបានជានៅពេលដែលព្រះជាបុត្រយាងចូលមកដល់ទីនេះជាមួយនឹងរំទូតព្រះបង្គំបែរជាគ្មានឃើញខ្ទមមានតែផេះផង់ល្អងទូលើដៃបែបនេះរំដួលតើផ្ទះរបស់នាងឆេះពីមូលហេតុអ្វីទៅចុះនេះអត់ហើយណាបងធ្វើដំណើរត្រឡប់មកដល់ផ្ទះរបស់អូនហើយហេតុអីបានជាផ្ទះរបស់អូនខ្លាយទៅជាភ្លើងឆេះសំបីតែអ្វីមិនដេញក៏គ្មានសេះសល់ឬមួយក៏អូនស្លាប់បាត់បង់ជីវិតទេព្រះជាបុត្រសូមឲ្យព្រះជាបុត្រទៅតែចុះក្រាបទូព្រះបង្គំជឿជាក់ថាគ្រួសាររបស់នាងប្រកាសជាគ្មានអ្នកណាមួយអ្នកដែលទៅស្លាប់បាត់បង់ជីវិតឡើយបើព្រះចង់ដឹងនៅការពិតនោះសូមឲ្យព្រះជាបុត្រយាងទៅផ្ទះរបស់ទូព្រះបង្គំសួរម្ដាយរបស់ទូព្រះបង្គំទៅនោះប្រកាសជានឹងដឹងរឿងរ៉ាវសម្រាប់គ្រួសាររបស់នាងហើយក្រាបមែនហើយមានតែគ្រួសាររបស់លោកទេដែលរស់នៅចិត្តជាមួយនឹងផ្ទះរំដួលដូច្នោះហើយខ្ញុំជឿជាក់ថារឿងអ្វីក៏ដោយដែលកើតឡើងនៅក្នុងពេលនេះគ្រួសាររបស់លោកប្រកាសជាដឹងប្រកាសណាថ្លៃផ្សា